นี่คือជាប្រភេទត្បូងស៊ីលីកុនមកពីខាងខេត្តព្រះវិហារដែលភ្ញៀវគាត់មានខ្លះហើយបន្តមកទៀតគាត់ក៏មកចង់បានឲ្យគ្រប់4គូដូច្នេះហើយក៏ខ្ញុំត្រូវជ្រើសត្បូងឆៅមួយចំនួនហើយនឹងត្បូងដែលខ្ញុំមានច្នៃបានខ្លះហ្នឹងយកមកធ្វើការកែច្នៃកាត់សារ៉េសម្រួលរាងឲ្យបានទំហំប៉ុនគ្នាជូនភ្ញៀវណាបងប្អូនទាំងគ្នាហើយត្បូងនៅពេលដែលយើងយកត្បូងឆៅមកធ្វើការកែច្នៃការដែលយើងយករាងឲ្យបានប៉ុនគ្នាគឺអត់បញ្ហាទេប៉ុន្តែគឺបញ្ហាធំគឺស្រ័យទៅលើពណ៌ណាបងប្អូនទាំងគ្នានៅពេលដែលត្បូងឆៅគឺយើងពិបាកក្នុងការកំណត់ពណ៌ហើយនៅពេលដែលយើងចង់បានឲ្យទំហំប៉ុនគ្នាហើយស្រៀកគ្នាតិចតួចអីហ្នឹងគឺពិបាកណាស់ប៉ុន្តែដោយសារតែភ្ញៀវគាត់យកយល់ដែរគាត់ថាធ្វើម៉េចឲ្យបានទំហំប្រហាក់ប្រហែលហើយពណ៌ប្រហាក់ប្រហែលគឺគាត់អាចយកបានដូច្នេះហើយក៏យើងធ្វើការកែច្នៃជូនភ្ញៀវហ្នឹងយើងកែច្នៃរួចហើយសម្រាប់បងអ្នកដែលថាស្រឡាញ់ចង់បានត្បូងស៊ីលីកុនខាងព្រះវិហារអាចធ្វើការកម្មកបន្ថែមបានអរគុណ